ទូរទស្សនិកជនដោយទស្សនិកជនបានដឹងក្រោយពេលដែលមានការអនុវត្តនៅបទឈប់បាញ់រវាងកម្ពុជាថៃជុំវិញបញ្ហាចំនួនព្រំដែននេះរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនៅគណៈកម្មការចំពោះកិច្ចដើម្បីដោះស្រាយការស្ដារជីវភាពប្រជាពលរដ្ឋនិងការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយការវាយប្រហាររបស់ថៃនៅក្នុងអំឡុងសង្គ្រាមកន្លងទៅនេះឥឡូវនេះគឺឯកឧត្តមបណ្ឌិតជនណារិទ្ធដែលជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃបានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋកំពុងស្នាក់នៅបណ្ដោះអាសន្នតាមមណ្ឌលជំរំភាសឹកផ្លូវថ្នល់សាលារៀននិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាពិសេសតំបន់សមរភូមិនៅភូមិព្រៃច័ន្ទការចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់នេះបានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនិងតែងតាំងសមាជិកក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃដែលមានសមាជិកប្រធានអនុប្រធាននិងសមាជិកមកពីក្រសួងស្ថាប័នចម្រុះយោងតាមសេចក្តីសម្រេចលេខ113សសរចុះថ្ងៃទី22ខែតុលាឆ្នាំ2025ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែនកម្ពុជាថៃសមាជិកក្រុមការងារចំពោះកិច្ចនេះមានតួនាទីសិក្សាពិនិត្យនិងវាយតម្លៃលើជីវភាពនិងស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនិងតម្រូវការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតសម្របសម្រួលនិងសហការជាមួយក្រសួងស្ថាប័ននិងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្ដារជីវភាពនិងគម្រោងនិងឬកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតរួមមានលំនៅឋានពលរដ្ឋសាលារៀនមូលដ្ឋានសុខាភិបាលសាធារណៈផ្លូវថ្នល់ស្ពានប្រព័ន្ធទឹកស្អាតបណ្ដាញអគ្គិសនីជាដើមដោយគិតគូរអំពីទំហំខូចខាតនិងទីតាំងគោលដៅជាក់លាក់នៅក្នុងភូមិសាស្ត្រដែលរងការឈ្លានពានពីថៃនិងការធ្វើអតិភិវូបនីយកម្មនៃការងារស្ដារឡើងវិញកំណត់ទំហំថវិកានិងធនធានតាមតម្រូវការចាំបាច់ជាក់ស្ដែងសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្ដារជីវភាពនិងគម្រោងឬកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ម្ចាស់ជំនួយវិស័យឯកជននានាក្នុងការកៀរគរនៅធនធាននិងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំនិងគ្រប់គ្រងស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃរៀបចំយន្តការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តវិធានការនិងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពនិងចំគោលដៅរៀបចំរបាយការណ៍លទ្ធផលការងារជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចនិងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាលកន្លងទៅក្រុមការងារចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីចំនួនព្រំដែនកម្ពុជាថៃក៏បានចុះពិនិត្យនិងវាយតម្លៃលើផលប៉ះពាល់ការខូចខាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងផងដែរ